ជំរាបសួរថ្ងៃនេះខ្ញុំមានមុខម្ហូបមួយដែលមានឈ្មោះថាត្រីប្រាឆាំរាព្រៅហ្នឹងហើយជាម្ហូបដែលខ្ញុំចូលចិត្តហ្នឹងហើយថ្ងៃនេះក៏មកចែករំលែកដើម្បីឲ្យបងប្អូនទស្សនាមើលឬមួយក៏អាចចង់ធ្វើហូបក៏អាចធ្វើតាមវិធីនេះបានហ្នឹងហើយជាដំបូងឡើយគឺយើងយកម្ទេសហើយនឹងខ្ទឹមមកបុកចូលគ្នាមាត់អីខ្ញុំចូលចិត្តម្ទេសចូលចិត្តហាលខ្ញុំដាក់ម្ទេសឬហាលទៅឲ្យខ្ញុំបងប្អូនមិនចូលចិត្តម្ទេសក៏អាចបន្ថយម្ទេសបានចឹងណាបងតែសម្រាប់ឆាមុខនេះគឺទាមទារឲ្យប្រើម្ទេសច្រើនដើម្បីជាតិឆ្ងាញ់ហើយនឹងតែបងប្អូនមិនចំណងចំណូលចិត្តម្ទេសក៏អាចបន្ថយបានតាមចំណងចំណូលចិត្តបងប្អូនចឹងណាអញ្ចឹងបន្ទាប់ពីយើងបុកម្ទេសនិងខ្ទឹមចូលគ្នារួចជាស្រេចហើយយើងដួសដើម្បីត្រៀមនឹងឆាអញ្ចឹងណាហ្នឹងហើយបន្ទាប់ឡើងក៏យើងដាក់ប្រេងឆាចូលដើម្បីរំលីងម្ទេសហើយនឹងខ្ទឹមដើម្បីឲ្យវាឈ្ងុយក្រអូបឈ្ងុយតែម្ហូបមុខនេះគឺវាអាចប៉ះពាល់ដល់នៅចិត្តខាងបន្តិចហើយបងប្អូនហើយវាមានជាតិក្លិនចំហាយឈួលហើយចេញទៅក្រៅបន្តិចតែខ្ញុំធ្វើនេះខ្ញុំដាក់ខ្ញុំក៏ឲ្យវាក្លិនជឿទៅក្រៅហ្នឹងបងអញ្ចឹងបន្ទាប់ពីម្ទេសយើងឈ្ងុយយើងអាចរួចយកបានយើងក៏ចាក់ត្រីយើងស្អាតរួចហ្នឹងណាហើយដើម្បីយើងវាចូលគ្នាហើយយើងហ្នឹងហើយបន្ទាប់មកយើងយកទឹកដែលយើងលាងត្បាល់ហើយទឹកយើងដាក់ចូលតិចដើម្បីឲ្យវាមកត្រីយ៉ាងហ្នឹងឲ្យវាមានជាតិទឹកចឹងណាមកឲ្យខ្លោចបានចឹងណាហើយបន្តមកគឺយើងត្រៀមដើម្បីផ្សំគ្រឿងយើងដាក់ស្ករចេងហើយនឹងម្សៅស៊ុបបន្តិចហ្នឹងហើយបន្តមកគឺដាក់ប្រេងខ្យងមួយស្លាបព្រាហើយដាក់ទឹកត្រីមួយស្លាបព្រាហើយបាច់ច្រើនទេបងត្រីមួយអីយើងមានជាតិឌីហើយនឹងប្រេងខ្យងប្រៃដែរអញ្ចឹងយើងដាក់មុំអញ្ចឹងណាហើយមកយើងកូរវាឲ្យចូលគ្នាដាច់តែម្ហូបមុខនេះគឺខ្ញុំចង់បានទឹកដើម្បីយើងហូបជាមួយបាយអញ្ចឹងណាហូបជាមួយបាយយើងបាយសយើងអញ្ចឹងណាអញ្ចឹងយើងដាក់ទឹកច្រើនបន្តិចអញ្ចឹងបងប្អូនមិនចូលចិត្តទឹកក៏បងអាចបន្ថយទឹកបានអញ្ចឹងណាហើយអញ្ចឹងបើវាឆ្អិនហើយយើងអាចទទួលយកបានហើយគឺយើងដាក់ស្លឹកក្រូចសើចដាក់ស្លឹកក្រូចសើចនេះបងប្អូនរួចហើយក៏ដាក់ស្លឹកម្រះព្រៅហ្នឹងហើយ